ជំរាបសួរក៏សួស្តីទៅកាន់អ្នកមើលនិងអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំទៅនេពីលើភ្នំដងរែកនៅដល់មានជ័យឥឡូវទៅនេយកសម័យខ្ញុំមកសាកជាមួយភ្លើងខ្យល់សិនចាំទៅដាក់ជាមួយអាមែនតេនបងខ្ញុំអាកាពិតហ្នឹងអានេះសម័យស្កប់Bushnell 3.9 គុណ 40នេះបងប្អូនខ្ញុំមើលBushnell ប្រើដាក់ត្រឹម300 ម៉ែត្រ 200 ម៉ែត្រអាចបាញ់បានសម្រាប់អ្នកចេះបាញ់អ្នកដែលធ្លាប់បាញ់អ្នកដែលធ្លាប់ប្រើលម៉ែលបើសម្រាប់ខ្ញុំបាញ់បានអីព្រោះខ្ញុំកាន់ភ្លើងរាល់ថ្ងៃនៅនេះខ្ញុំបាញ់បាននេះរបៀបប្រើគេណែនាំក្នុងនេះស្រេចខ្ញុំទិញមកមានថ្មមានអីខ្ញុំឥឡូវខ្ញុំសាកមកភ្លើងខ្យល់ហ្នឹងនេះដល់ភ្លើងខ្យល់ហ្នឹងបាញ់រយៈចម្ងាយបានប្រហែលម៉ែត្រហើយត្រង់បានប្រហែលម៉ែត្រខ្ញុំសាកយកមកបាញ់សัตว์បានមួយថ្ងៃពីរថ្ងៃមកតនេចេះឃ្លីតដើររោមហូបម៉ែលភ្លើងខ្យល់អានេះជាមួយខ្ញុំតាំងខ្យល់នេះប្រហែលដូច1គីឡូកន្លះ2គីឡូឬក៏2គីឡូកន្លះវារត់បានប្រហែលម៉ែត្រត្រង់ប្រហែលម៉ែត្រចាំមើលហើយចាំទស្សនាមើលបងប្អូនគ្នាថាខ្ញុំបាញ់ត្រូវចម្ងាយប្រហែលម៉ែត្រច្បាស់បំផុតហ្នឹងហើយនឹងចម្ងាយឆ្ងាយហើយបាញ់បានត្រូវប្រហែលឥឡូវនេះយើងចាប់ផ្ដើមតេះ16 ម៉ែត្រដំបូងចាំមើលត្រូវមិនត្រូវយើងចាំមើលទាំងអស់គ្នាឥឡូវយើងចាំមើលការបាញ់ជាលើកទី2ថាត្រូវឬក៏អត់ត្រូវ nice អេមញ៉ានេះលើកទី2គោលដៅត្រង់ច្បាស់ធ្លុះដូចគ្នាមើលចិត្តវាធ្លុះនេះពីមុខអានេះដបងនេះលើកទី2ធ្លុះមួយក្រោយកំប៉ុង6 10 ម៉ែត្រ 16 ម៉ែត្រធ្លុះឥឡូវយើងចាំមើលចំណាយ33 ម៉ែត្រ33 ម៉ែត្រនេះបងប្អូនឥឡូវខ្ញុំបងប្អូនមើលចម្ងាយ33 ម៉ែត្រកម្ពុជាកំពង់ស្រាកម្ពុជាកម្ពុជាខ្មែរប៉ុនបាតដៃទេអូខេឥឡូវយើងចាំមើលថាត្រូវមិនត្រូវឆ្ងាយគ្រុនបើដែរ30 ម៉ែត្រជាងហើយយើងចាប់ផ្ដើមតេស្តចម្ងាយ33 ម៉ែត្រ33 ម៉ែត្រយើងតាំងខ្យល់នេះ2គីឡូកន្លះហើយនឹងស្មែលស្កប់ Bushnell របស់យើងលើកទី1ត្រូវឆ្វេងតិចព្រោះតែត្រូវគឺថាដោយសារតែវាប្រើក្រឹបដាង
បើប្រើគ្រាប់សំណងគ្រាប់អី30 ម៉ែត្រជាងហ៊ានតានីទៅត្រូវrồiតែកណ្ដុងនេះវាប្រើអាគ្រាប់នេះគ្រាប់បដាង8លី32 33 ម៉ែត្រមកអេមបើសัตว์ត្រូវអីងាប់ហើយដែរហ៊ានតានីឲ្យសัตว์ដល់ចំហើយព្រោះថាអាបាញ់អាផ្ទាំងស៊ីបយើងតែប៉ិនបាត់ដៃទេព្រោះថាខ្ញុំដល់ម៉ោងឡើងទៅលើភ្នំវិញហើយព្រោះថាខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះចាំពេលទៅនេះខ្ញុំធ្វើវីដេអូបង្ហាញពីការបាញ់ម្ដងទៀតឥឡូវមុនបញ្ចប់វីដេអូសូមខាងបងប្អូនជួយ like និង subscribe និងការជាវជាខ្ញុំអ្នកមួយផងមុនបញ្ចប់វីដេអូសូមគោរពលាបងប្អូនអរគ្នា Goodbye